ខ្លាំងមែនតែនហ្មងសម្រាប់បកាយើងបកសបកបកអីស្អាតមកអានេះយើងយកតែសៃវានឹងទាំងផ្នែកខ្នងទាំងផ្នែកពុះហ៎បងប្អូនអានេះផ្នែកពុះវានឹងក៏មានតែសៃមួយឆ្នូតទៀតដែរអញ្ចឹងយើងយកចេញឲ្យស្អាតរៀបចំដាក់ក្នុងចានមួយហើយយើងដាក់ទឹកកកដើម្បីក្លាសេវាបន្ទាប់មកយើងត្រាំជាមួយទឹកសូដាសម្រាប់ទឹកសូដានេះប្រើអាដបក៏បានអាកំប៉ុងក៏បានដែរហើយគ្រឿងសម្រាប់យើងធ្វើទឹកជ្រលក់នឹងយើងមានជាខ្ទឹមសមានជាម្ទេសបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តហើយក្នុងនោះយើងបន្ថែមខ្ញីបន្តិចដែរដើម្បីឲ្យក្លិនរបស់វានឹងគឺកាន់តែឈ្ងុយបន្ទាប់ពីកិនវាបានម៉ត់មិនល្មមហើយបានខ្ញុំដាក់គ្រឿងចូលមកបងប្អូនដំបូងគេនឹងគឺខ្ញុំប្រើម្សៅស៊ុបចំនួន1ស្លាបព្រាបាយកន្លះទឹកត្រីខ្ញុំដាក់ចំនួន3ស្លាបព្រាបាយសម្រាប់ទឹកត្រីកោះកុងនេះគឺខ្ញុំអត់ដាក់អំបិលទេណាបងប្អូនប៊ីចេខ្ញុំថែម1ស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាបាយហើយចុងក្រោយនឹងច្របាច់ក្រូចឆ្មាចូលរៀងច្រើនបន្តិចមកហើយចាំបន្ថែមទឹកឆ្អិនចំនួន1កូនពែងតូចនឹងហើយគឺខ្ញុំកិនម្ដងទៀតដើម្បីឲ្យវាចូលជាតិបានសព្វល្អហើយខ្ទឹមជាមួយនឹងគ្រឿងផ្សេងៗហ្នឹងគឺវាកាន់តែម៉ត់ជាងមុនទៀតដូចដែលបងប្អូនបានឃើញអញ្ចឹងអានេះគឺចូលជាតិហ្មងយើងអត់ចាំបាច់ត្រូវកូរច្បើអីទៀតទេបន្ទាប់ពីហ្នឹងមកបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំនេះរសជាតិគឺមកត្រូវល្មមមកបងប្អូនរសជាតិខ្ញុំយករៀងប្រៃមកល្មមអត់ផ្អែមខ្លាំងពេកទេប៉ុន្តែរៀងជូរហើយរៀងហឹរអញ្ចឹងណាហើយសម្រាប់បកានេះវិញយើងត្រាំទឹកសូដាប្រហែលជាខ្ទង់20ទៅ30នាទីយើងស្រង់ចេញឲ្យស្រស់ទឹកហើយរៀបដាក់លើចានសម្រាប់ញ៉ាំជាមួយគ្នាមកសម្រាប់បន្លែដូចដែលខ្ញុំបានបង្ហាញ3មុខហ្នឹងណាបងប្អូនគឺត្រូវជាតិគ្នាខ្លាំងមែនតើមានជាម្រះខ្ចីហើយតសៃហ្នឹងគឺជាស្ពៃក្តោបបងប្អូនជាងហាន់ជាតសៃរៀងឆ្មាតូចៗចឹងមកហើយមួយទៀតហ្នឹងគឺសាឡាត់ក្តោបហើយបើខ្ទឹមលីងវិញដាក់កាន់តែច្រើនគឺកាន់តែ